តើប្រទេសថៃបានប្រើប្រាស់មុខព្រួញចំនួនប៉ុន្មានក្នុងការបង្កចំនួនព្រំដែនជាមួយកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថាភាគីថៃបានប្រើប្រាស់មុខព្រួញចំនួន3ដើម្បីបង្កចំនួនព្រំដែនជាមួយកម្ពុជាគឺ1ការប្រើប្រាស់ស្មារតីជាតិនិយមបំផុសជាតិនិយមដើម្បីកេងចំណេញនយោបាយនៅក្នុងប្រទេសថៃដែលរាលមកដល់កម្ពុជា2ការប្រើប្រាស់សេដ្ឋកិច្ចជាអាវុធដើម្បីលាបពណ៌ដាក់កម្ពុជានិងទី3ការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីដាក់គំនាបមកលើកម្ពុជាថ្លែងនៅក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសសយក នៅសន្តាគារសុខាសៀមរាបនៅព្រឹកថ្ងៃទី23ខែមិថុនាឆ្នាំ2025សម្ដេចធិបតីហ៊ុនម៉ាណែតសង្កត់ធ្ងន់ថាកត្តាទី1គឺតាំងពីដើមឆ្នាំក្រមចលនាជាតិនិយមរបស់ថៃបានបង្កើតរឿងកោះកុដកោះក្របីនិងតំបន់ផ្សេងទៀតបញ្ជាក់ថាជារបស់គេដើម្បីកេងចំណេញផ្ទៃក្នុងនយោបាយរបស់គេត្រង់នេះយើងមិនតបតនោះទេព្រោះថាក្រមជ្រុលនិយមថៃចង់បានជាឯកតោភាគីជារឿងរបស់អ្នកឯងបើចង់បានជាក់ស្ដែងត្រូវមកចរចាគ្នាតាមរយៈយន្តការគណៈកម្មការចម្រុះ JBC កម្ពុជាថៃសម្ដេចធិបតីមានប្រសាសន៍បន្តថាកត្តាទី2គឺការប្រើប្រាស់សេដ្ឋកិច្ចជាអាវុធដោយភាគីថៃគំរាមផ្ដាច់ភ្លើងផ្ដាច់អ៊ីនធឺណិតនិងបានលាបពណ៌កម្ពុជាអាក្រក់ជាដើមសម្ដេចធិបតីចាត់ទុកថាការដាក់បន្ទោសមកកម្ពុជានេះគឺពាក់ព័ន្ធនឹងកិត្តិយសរបស់កម្ពុជាអ្នកឯងចង់ចំណេញនយោបាយអ្នកឯងប៉ុន្តែធ្វើឲ្យប៉ះពាល់ជាតិមួយនិយាយរួមទាំងជាតិនិយមនិងនយោបាយផ្ទៃក្នុងថៃជាពិសេសអ្នកជ្រុលនិយមបានបង្កើតស្មារតីនេះដើម្បីបន្តបង្អាប់មកលើកម្ពុជាសម្ដេចធិបតីបន្ថែមថាកត្តាទី3គឺការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីដាក់គំនាបមកលើកម្ពុជាដោយថៃបានបង្ហាញយុទ្ធោបករណ៍យន្តហោះដ្រូនដាក់គ្រាប់បែកទម្លាក់និងរថក្រោះជាដើមប៉ុន្តែរឿងនេះកម្ពុជាមានសំណាញ់មេឃដើម្បីការពាររួចទៅហើយបើសួរថាហេតុអ្វីកម្ពុជាមានគ្រឿងសម្រាប់ប្រឆាំងនឹងការពាររថក្រោះនិងយន្តហោះរឿងនេះគឺយើងត្រៀមដើម្បីការពារជាតិមិនមែនដើម្បីវាយលុកដណ្ដើមទឹកដីនរណានោះទេសម្ដេចធិបតីសង្កត់ធ្ងន់ថាកម្ពុជាមិនចង់ធ្វើសង្គ្រាមនោះទេយើងឆ្អែតហើយប៉ុន្តែប្រសិនបើមានការបំពានដោយប្រើប្រាស់កងកម្លាំងប្រដាប់អាវុធយើងមានសមត្ថភាពគ្រប់គ្រាន់ជាពិសេសឆន្ទៈដាច់ខាតរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងក្នុងការការពារទឹកដីទោះបីជាឧបករណ៍របស់យើងមិនទំនើបខ្លាំងប៉ុន្តែទឹកចិត្តនិងឧបករណ៍បំពាក់គឺគ្រប់គ្រាន់ដើម្បីបំផ្លាញផែនការនិងបំផ្លាញកម្លាំងដែលចូលទន្ទ្រានទឹកដីរបស់យើងបាន